សូមស្វាគមន៍និងសូមជម្រាបសួរដល់ទស្សនិកជនទាំងឡាយដែលបានចូលមកសន្តាប់នៅក្នុង Channel ពិភពរឿងនិទានរបស់យើងខ្ញុំក្នុងឱកាសរាត្រីនេះខ្ញុំបាទក៏សូមលើកយករឿងនិទានដែលតាក់ទងជាមួយនឹងអបិយជំនឿដ៏អត់កំបាំងដែលមានចំណងជើងថាគ្រូកំណើតគឺជាអាណាព្យាបាលរបស់មនុស្សលោកក្នុងរាត្រីនេះខ្ញុំបាទក៏សូមនិទានរឿងគ្រូកំណើតដែលជាអាណាព្យាបាលរបស់មនុស្សលោកនៅភាគបញ្ចប់ខ្ញុំសង្ឃឹមថាទស្សនិកជនទាំងឡាយប្រហែលជាបានស្ដាប់នៅរឿងនិទាននៅភាគ1ភាគ2ឬក៏ភាគមុនរួចរាល់ហើយបើសិនជាអស់លោកអ្នកមិនទាន់បានតាមដានឬក៏សន្តាប់នៅភាគមុនទេក៏សូមចូលទៅ search នៅក្នុង channel ឬក៏ស្វែងរកនៅក្នុង channel របស់ខ្ញុំផ្ទាល់ដែលខ្ញុំបានផុសនៅវីដេអូមុនឬក៏ចូលទៅក្នុង link នៅក្រោមវីដេអូដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាទក៏សូមចូលទៅដល់សាច់រឿងតែម្ដងគឺដល់វគ្គដែលគ្រូកំណើតត្រូវដកថយពេលនោះព្រះច័ន្ទពណ៌ក្រហមកំពុងរះនៅពីក្រោយពពកខ្មៅសំណាញ់ដ៏ធំមួយគ្របដណ្ដប់នៅលើមេឃគ្រូកំណើតក៏សម្លឹងវាយ៉ាងយូរក្មេងប្រុសក៏សួរលោកគ្រូតើវាជាអ្វីគ្រូក៏ឆ្លើយយ៉ាងស្ងប់ស្ងាត់វាជាសំណាញ់ដែលមិនត្រូវត្បាញពីស្រមោលទេវាត្រូវបានត្បាញពីការជ្រើសរើសរបស់មនុស្សជាច្រើនក្មេងប្រុសក៏ស្ទាក់ស្ទើររួចក៏និយាយមានន័យថាមនុស្សជាអ្នកបង្កើតវាផ្ទាល់មែនទេលោកគ្រូគ្រូក៏ងក់ក្បាលរួចក៏និយាយបិសាចអាចបើកទ្វារប៉ុន្តែមនុស្សជាអ្នកសម្រេចថាតើខ្លួននឹងជ្រើសរើសចូលឬក៏អត់ភ្លាមនោះសំឡេងកណ្ដឹងលាន់ឡើងខ្លាំងពន្លឺរបស់ទេវតាជាច្រើននៅលើផ្ទៃមេឃក៏ចាប់ផ្ដើមស្រអាប់មេអំបៅពណ៌សក៏ភ្ញាក់ផ្អើលរួចក៏និយាយលោកគ្រូអំណាចរបស់យើងកំពុងថយចុះគ្រូកំណើតក៏ស្ងាត់បន្ទាប់មកក៏និយាយដល់ពេលហើយក្មេងប្រុសក៏សួរតើដល់ពេលអ្វីគ្រូក៏មើលមកគេរួចក៏និយាយដល់ពេលដែលយើងត្រូវដកថយពីលោកមនុស្សមួយរយៈពេលនោះក្មេងប្រុសក៏ភ្ញាក់ផ្អើលដកថយប៉ុន្តែមនុស្សនៅតែត្រូវការគ្រូកំណើតគ្រូក៏ញញឹមទាំងសោកសៅបន្ទាប់មកក៏និយាយថាមនុស្សត្រូវការណែនាំប៉ុន្តែមិនអាចរស់ដោយពឹងលើអ្នកដទៃជារៀងរហូតទេពេលនោះក្មេងប្រុសក៏សួរតើលោកគ្រូនឹងទៅទីណាមេអំបៅពណ៌សក៏ឆ្លើយគឺពួកគាត់ទៅភូមិបងបត់ដែលជាដែនដីអ្នកសច្ចាំងពេលនោះក្មេងប្រុសក៏ស្ងាត់គេក៏បានចងចាំអ្វីដែលបាននិយាយពីដើមរឿងនៅពេលចូលព្រះវស្សាគ្រូកំណើតនឹងទៅរក្សាសិលនៅទីនោះមានមេអំបៅឃ្មុំអំពិលអំពែកនិងទេវតាតូចដែលមានស្លាបប៉ុន្តែឆ្នាំនេះការចាកចេញរបស់ពួកគាត់មិនមែនជារឿងធម្មតាទេម្ដាយរបស់ក្មេងប្រុសក៏ដើរមកជិតគេនាងក៏ដាក់ដៃលើក្បាលកូនរួចក៏និយាយកូនចាប់ពីពេលនេះទៅគ្មានគ្រូណាអាចដើរជំនួសកូនទៀតទេក្មេងប្រុសក៏សួរម៉ែតើម៉ែចង់ឲ្យខ្ញុំធ្វើអ្វីនាងក៏ញញឹមរួចក៏និយាយកុំប្រយុទ្ធជាមួយនឹងភាពងងឹតដោយខ្លាចជាភាពងងឹតដូចជាវាបើគេធ្វើអាក្រក់កុំធ្វើអាក្រក់តប
បើគេស្អប់កុំឲ្យការស្អប់ចូលមករស់នៅក្នុងចិត្តកូនបើគេបោកប្រាស់ចូលរៀនស្គាល់ការពិតហើយនាងក៏និយាយឃ្លាមួយដែលក្មេងប្រុសនឹងចងចាំជារៀងរហូតការពារខ្លួនមិនមែនមានន័យថាត្រូវបំផ្លាញអ្នកដទៃទេពេលខ្លះការឈ្នះដ៏ធំបំផុតគឺការមិនខ្លាចជាមនុស្សដែលយើងកំពុងប្រឆាំងភ្លាមនោះផ្ទៃដីក៏ញ័រសំណាញ់ខ្មៅក៏ធ្លាក់ចុះពីលើផ្ទៃមេឃស្រមោលខ្មៅរាប់ពាន់ក៏សម្រុកចូលភូមិប៉ុន្តែគ្រូកំណត់មិនវាយតបគាត់គ្រាន់តែលើកដៃពន្លឺមួយក៏លេចឡើងមិនមែនដើម្បីវាយប្រហារប៉ុន្តែដើម្បីបិទផ្លូវស្រមោលគ្រូក៏និយាយថាខ្ញុំអាចទប់វាបានតែមិនអាចទប់វាជំនួសមនុស្សបានទេមនុស្សជាច្រើននៅក្នុងភូមិក៏ចាប់ដើមភ័យពេលនោះក៏មានបុរសម្នាក់ស្រែកតើពួកយើងត្រូវធ្វើអ្វីក្មេងប្រុសក៏ងាកទៅរកគេចងចាំពាក្យម្ដាយរបស់គេធ្លាប់បាននិយាយកុំរត់តាមអ្វីដែលភាពភ័យខ្លាចប្រាប់ចូលឈរជាមួយគ្នាពេលនោះមនុស្សម្នាក់ក៏លើកចង្កៀងហើយមានមនុស្សម្នាក់ទៀតក៏លើកចង្កៀងដែរបន្ទាប់មកមនុស្សទាំងភូមិក៏ចាប់ផ្ដើមធ្វើដូចគ្នាគ្មានអាវុធគ្មានអ្នកដឹកនាំគ្មានអ្នកអះអាងថាខ្លួនឯងជាតួឯកពួកគេគ្រាន់តែជួយគ្នាពន្លឺតូចរាប់រយរាប់ពាន់រួមគ្នាក៏คล้ายជាពន្លឺដ៏ធំមួយសំណាញ់ខ្មៅក៏ចាប់ដើមប្រេះដោយសារតែពន្លឺរបស់ពួកគេពេលនោះមេដឹកនាំស្រមោលក៏ស្រែកឈប់ពួកឯងមិនយល់ទេក្មេងប្រុសក៏ឆ្លើយយើងប្រហែលមិនយល់គ្រប់យ៉ាងទេប៉ុន្តែយើងដឹងថាយើងមិនចង់ធ្វើអាក្រក់ពួកស្រមោលក៏ស្ងាត់ក្មេងប្រុសក៏បន្តយើងមិនចាំបាច់ខ្លាចជាតួឯកទេមិនចាំបាច់ឲ្យគ្រប់គ្នាស្គាល់ឈ្មោះយើងទេគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវនៅពេលដែលយើងអាចធ្វើបានភ្លាមនោះសំណាញ់ខ្មៅនៅលើមេឃក៏ចាប់ដើមរហែកជាពីរពន្លឺព្រះអាទិត្យក៏ចាប់ដើមរះគ្រូកំណើតក៏មើលទៅក្មេងប្រុសរួចក៏និយាយថាដល់ពេលហើយក្មេងប្រុសក៏សួរតើលោកគ្រូទៅមែនទេគ្រូក៏ឆ្លើយហើយក្មេងប្រុសក៏សួរហើយខ្ញុំនឹងជួបគ្រូវិញទេគ្រូក៏ញញឹមបើកូនដើរតាមផ្លូវត្រឹមត្រូវយើងនឹងមិននៅឆ្ងាយពីគ្នាទេក្មេងប្រុសក៏ស្ងាត់ចុះបើខ្ញុំវង្វេងគ្រូក៏ឆ្លើយកុំខ្លាចការវង្វេងចូលខ្លាចការដឹងថាខ្លួនឯងកំពុងដើរខុសហើយនៅតែមិនព្រមត្រឡប់ក្រោយមេអំបៅពណ៌សនិងឃ្មុំតូចក៏ចាប់ដើមហោះឡើងទេវតាតូចក៏ចាប់ដើមត្រៀមចាកចេញក្មេងប្រុសក៏សួរហើយពួកគេនឹងទៅជាមួយគ្រូទាំងអស់ឬគ្រូក៏ងក់ក្បាលដល់ពេលរក្សាសិលរបស់ពួកយើងហើយមេអំបៅពណ៌សក៏និយាយប៉ុន្តែចាំចុះនៅពេលដែលពួកយើងមិននៅលោកមនុស្សនឹងត្រូវការមនុស្សល្អជាងមុនគ្រូកំណើតនិងទេវតាតូចចាប់ដើមធ្វើដំណើរមុនពេលចាកចេញក្មេងប្រុសក៏បានឃើញអ្វីមួយនៅលើដីគឺសរសៃសំណាញ់ខ្មៅមួយវានៅមានជីវិតវាក៏ចាប់ដើមញ័ររំជួយយឺតក្មេងប្រុសក៏ចង់បោះវាចោលប៉ុន្តែ
សំឡេងម្ដាយក៏និយាយកុំបំផ្លាញវាដោយកំហឹងស្គាល់វាហើយកុំឲ្យវាចងចិត្តកូនក្មេងប្រុសក៏ដាក់វាចុះហើយក៏ដើរចេញនៅពីចម្ងាយគ្រូកំណើតក៏ឈប់ដើរគាត់បែរមកមើលមនុស្សលោកមានអំបៅពណ៌សក៏សួរតើលោកកំពុងតែបារម្ភអ្វីគ្រូក៏ឆ្លើយខ្ញុំមិនបានបារម្ភពីស្រមោលទេខ្ញុំបារម្ភពីថ្ងៃដែលមនុស្សភ្លេចថាពួកគេគឺអាចជ្រើសរើសផ្លូវរបស់ខ្លួនឯងបានភ្លាមនោះនៅកណ្ដាលភូមិក្មេងប្រុសក៏លើកសម្បត្តិដែលម្ដាយបន្សល់ទុកកាលពីភាគមុនគេបានអានតែប្រយោគដំបូងកូនអើយប្រសិនបើថ្ងៃណាមួយគ្រូកំណត់មិននៅក្បែរកូនទៀតគេក៏ចាប់ដើមអានបន្តប៉ុន្តែសម្បត្តិប្រែទៅជាពន្លឺពាក្យចុងក្រោយក៏លេចឡើងតែពាក្យមួយឃ្លាចូលរក្សាសិលរបស់ខ្លួនព្រោះថ្ងៃដែលមនុស្សលោកភ្ញាក់ពីសំណាញ់នឹងមកដល់ពេលដែលគេឈប់រងចាំអ្នកណាម្នាក់មកសង្គ្រោះក្មេងប្រុសក៏សម្លឹងមើលផ្ទៃមេឃព្រះច័ន្ទពណ៌ក្រហមក៏ចាប់ដើមស្រអាប់ពន្លឺពេលព្រឹកកំពុងតែរះប៉ុន្តែគេក៏សម្លឹងទៅឆ្ងាយស្រមោលមេដឹកនាំនៅតែមិនទាន់បាត់វាក៏និយាយថាបើពួកគេគិតថារឿងនេះចប់គឺពួកគេគិតខុសហើយព្រះអាទិត្យក៏ចាប់ផ្ដើមរះមកយឺតព្រះច័ន្ទពណ៌ក្រហមដែលធ្លាប់គ្របដណ្ដប់លើផ្ទៃមេឃក៏បាត់ទៅប៉ុន្តែសំណាញ់ខ្មៅមិនទាន់បាត់ទាំងស្រុងទេនៅកណ្ដាលភូមិនៅមានសរសៃខ្មៅមួយសរសៃនៅសល់លើដីវាក៏ចាប់ដើមញ័រដូចជាមានអ្វីមួយនៅខាងក្នុងកំពុងរងចាំក្មេងប្រុសក៏សម្លឹងមើលវាហើយពេលនោះសំឡេងគ្រូកំណាត់ក៏លាន់ពីចម្ងាយកូនគុំសម្លាប់វាក្មេងប្រុសក៏ងាកក្រោយប៉ុន្តែគ្រូកំណើតបានទៅដល់ភូមិបងបត់ហើយគេឃើញតែស្រមោលរបស់គ្រូពីចម្ងាយក្មេងប្រុសក៏ស្រែកលោកគ្រូហេតុអ្វីខ្ញុំមិនអាចបំផ្លាញវាពេលនោះគ្រូក៏ឈប់ហើយក៏បែរមកព្រោះសំណាញ់មិនមែនជាសត្រូវដែលនៅខាងក្រៅទេវាជាអ្វីដែលអាចកើតឡើងនៅក្នុងចិត្តមនុស្សគ្រប់គ្នាគ្រូក៏បន្តបើកូនបំផ្លាញវាដោយកំហឹងថ្ងៃណាមួយកូនអាចបង្កើតសំណាញ់ថ្មីដោយខ្លួនឯងសច្ចធម៌មិនមែនជាការបំផ្លាញអ្វីដែលយើងមិនចូលចិត្តទេសច្ចធម៌គឺការមើលឃើញអ្វីមួយហើយមិនឲ្យវាគ្របដណ្ដប់ចិត្តយើងក្មេងប្រុសក៏បែរទៅរកម្ដាយម៉ែឥឡូវប្រាប់ខ្ញុំបានហើយមែនទេហេតុអ្វីម៉ែត្រូវលាក់ខ្លួនម្ដាយក៏ស្ងាត់មួយសន្ទុះបន្ទាប់មកនាងក៏និយាយព្រោះនៅថ្ងៃដែលកូនកើតសំណាញ់បានរកឃើញកូនពួកវាចង់ឲ្យកូនជឿថាកូនគឺជាមនុស្សពិសេសចង់ឲ្យកូនគិតថាកូនគឺជាអ្នកដែលត្រូវបានជ្រើសរើសឲ្យធ្វើអ្វីដែលធំជាងមនុស្សគ្រប់គ្នាប៉ុន្តែម៉ែដឹងថាគ្រោះថ្នាក់បំផុតមិនមែនជាការឲ្យមនុស្សធ្វើអាក្រក់ទេគឺការធ្វើឲ្យមនុស្សជឿថាខ្លួនឯងល្អជាងអ្នកដទៃក្មេងប្រុសក៏ស្រក់ទឹកភ្នែកម្ដាយក៏បន្តពេលនោះម៉ែបានសុំគ្រូកំណត់ឲ្យការពារកូនប៉ុន្តែគ្រូបានប្រាប់ម៉ែថាមានរឿងមួយដែលគ្រូមិនអាចធ្វើបានក្
ក្មេងប្រុសក៏សួរតើអ្វីម្ដាយក៏ញញឹមគ្រូមិនអាចបង្ខំកូនឲ្យក្លាយជាមនុស្សល្អបានទេគឺគាត់អាចណែនាំអាចប្រមានអាចការពារប៉ុន្តែចិត្តរបស់កូនគឺត្រូវតែជាកូនម្នាក់ដែលជ្រើសរើសដោយខ្លួនឯងមេអំបៅពណ៌សក៏ហោះមកក្បែរក្មេងប្រុសរួចវាក៏និយាយឥឡូវនេះយល់ហើយឬនៅកន្លែងទី7មិនមែនជាកន្លែងសម្រាប់ទេវតាម្នាក់ណាទេវាគឺជាកន្លែងសម្រាប់មនុស្សដែលចេះជ្រើសរើសសច្ចធម៌ក្មេងប្រុសក៏សួរមានន័យថាមនុស្សអាចក្លាយជាពន្លឺបានមេអំបៅក៏ឆ្លើយមិនមែនដោយសារមនុស្សនោះពិសេសទេប៉ុន្តែដោយសារគេជ្រើសរើសធ្វើអំពើល្អទោះគ្មានអ្នកណាមើលឃើញក៏ដោយភ្លាមនោះសរសៃអំបោះខ្មៅនៅលើដីក៏ចាប់ផ្ដើមរីកធំមេដឹកនាំស្រមោលក៏ចាប់ផ្ដើមលេចឡើងវាក៏សើចអ្នកគិតថាអ្នកឈ្នះខ្ញុំហើយឬក្មេងប្រុសមិនឆ្លើយស្រមោលខ្មៅក៏បន្តខ្ញុំអាចធ្វើឲ្យមនុស្សគ្រប់គ្នាភ័យអាចធ្វើឲ្យមនុស្សចង់បានអំណាចអាចធ្វើឲ្យមនុស្សស្អប់គ្នាហើយខ្ញុំមិនចាំបាច់បង្ខំពួកគេទេខ្ញុំគ្រាន់តែខ្សឹបនៅក្នុងចិត្តពួកគេក្មេងប្រុសក៏សម្លឹងមើលវារួចក៏និយាយអញ្ចឹងអ្នកមិនអាចបង្ខំពួកយើងបានទេពេលនោះស្រមោលក៏ស្ងាត់រួចក៏និយាយគឺត្រូវហើយក្មេងប្រុសញញឹមអញ្ចឹងអ្នកគ្មានអំណាចលើខ្ញុំទេប្រសិនបើខ្ញុំមិនប្រគល់ចិត្តឲ្យអ្នកភ្លាមនោះសរសៃអំបោះខ្មៅក៏ចាប់ដើមប្រេះប៉ុន្តែវាមិនត្រូវបានបំផ្លាញដោយអាវុធណាមួយឡើយវាក៏រលាយដោយសារមនុស្សនៅក្នុងភូមិម្នាក់ចាប់ដើមធ្វើអំពើល្អអ្នកខ្លះចេះជួយមនុស្សចាស់មានអ្នកខ្លះទៀតក៏ចេះចែករំលែកអាហារអ្នកខ្លះក៏ចេះសុំទោសគ្នាអ្នកខ្លះឈប់និយាយពាក្យអ្វីដែលធ្វើឲ្យអ្នកដទៃឈឺចាប់ពន្លឺតូចក៏កើតឡើងនៅគ្រប់ទីកន្លែងហើយក៏សំណាញ់ក៏ចាប់ដើមរលាយបន្តិចម្ដងក្មេងប្រុសក៏សួរទៅមេអំបៅឥឡូវនេះខ្ញុំយល់ហើយហេតុអ្វីបានជាចាស់តែងតែនិយាយថាឃ្មុំមេអំបៅនិងអំពិលអំពែកហើរចូលផ្ទះគឺនាំលៀបសំណាងមេអំបៅក៏ញញឹមមិនមែនមានន័យថារាល់សត្វដែលហើរចូលផ្ទះសុទ្ធតែជាទេវតាទេប៉ុន្តែរឿងព្រេងទាំងនោះបានបង្រៀនឲ្យមនុស្សចេះគោរពជីវិតសត្វតូចព្រោះពេលដែលមនុស្សចេះមេត្តាចំពោះអ្វីដែលតូចជាងខ្លួនចិត្តរបស់មនុស្សក៏ចាប់ដើមទន់ភ្លន់ឡើងព្រះអាទិត្យក៏ចាប់ដើមរះពេញមេឃគ្រូកំណើតនិងទេវតាតូចក៏ចាប់ដើមធ្វើដំណើរមេអំបៅឃ្មុំអំពិលអំពែកសុទ្ធតែហោះតាមពីក្រោយក្មេងប្រុសក៏ស្រែកលោកគ្រូក៏ឈប់តើពេលណាគ្រូនឹងត្រឡប់មកវិញគ្រូក៏ញញឹមគ្រូនឹងមកវិញនៅពេលដែលមនុស្សលោកត្រូវការរំលឹកប៉ុន្តែចាំឲ្យច្បាស់ការពារមនុស្សមិនមែនមានន័យថាអ្វីគ្រប់យ៉ាងធ្វើជំនួសមនុស្សនោះទេពេលខ្លះការពារដ៏ល្អបំផុតគឺបង្រៀនឲ្យមនុស្សចេះការពារខ្លួនឯងដោយសីលធម៌ម្ដាយក៏អោបកូននាងក៏និយាយថាកូន
មនុស្សលោកមិនមែនជាកន្លែងដែលគ្មានទុកទេក៏មិនមែនជាកន្លែងដែលមានតែភាពងងឹតដែរវាជាកន្លែងដែលមនុស្សត្រូវរៀនជ្រើសរើសរវាងកំហឹងនិងការអត់ធ្មត់រវាងការលោភលន់និងការចែករំលែករវាងការកុហកនិងការពិតហើយរាល់ជំរើសតូចៗរបស់យើងកំពុងសរសេររឿងរ៉ាវនៃជីវិតរបស់យើងក្មេងប្រុសក៏សួរអញ្ចឹងតើខ្ញុំជាតួឯកមែនទេម៉ែម្ដាយញញឹមរួចក៏ឆ្លើយកូនមិនចាំបាច់ជាតួឯកទេគ្រាន់តែជាមនុស្សល្អម្នាក់ក៏មានតម្លៃគ្រប់គ្រាន់ហើយព្រះអាទិត្យរះពេញមេឃក្មេងប្រុសក៏ដើរចូលភូមិគ្មានពន្លឺអស្ចារ្យជុំវិញខ្លួនទេគ្មានសម្លេងជាទេវតាគ្មានអំណាចពិសេសគេគ្រាន់តែជាមនុស្សម្នាក់ដែលចេះគិតមុនធ្វើចេះស្គាល់ខុសត្រូវចេះសុំទោសចេះអត់ឱនចេះជួយអ្នកដទៃនិងចេះទទួលខុសត្រូវចំពោះជំរើសរបស់ខ្លួននៅលើមេអំបៅពណ៌សមួយក៏ហោះឆ្លងកាត់ព្រះអាទិត្យសំឡេងគ្រូកំណើតក៏លាន់ឡើងពីចម្ងាយចងចាំចុះមនុស្សលោកទេវតាអាចបំភ្លឺផ្លូវគ្រូអាចបង្ហាញផ្លូវមនុស្សល្អអាចកាន់ដៃគ្នាប៉ុន្តែជំហានដែលអ្នកទៅរកសេចក្តីល្អត្រូវតែជាជំហានរបស់អ្នកផ្ទាល់ចាប់ពីថ្ងៃនោះមកមនុស្សនៅក្នុងភូមិនោះនៅតែប្រាប់កូនចៅរបស់ពួកគាត់ថាមេអំបៅហើរចូលផ្ទះកុំប្រញាប់ដេញវាបើឃ្មុំមកចិត្តកុំធ្វើបាបវាព្រោះយើងមិនដឹងទេថាជីវិតតូចមួយដែលនៅចំពោះមុខយើងកំពុងរំលឹកយើងអំពីអ្វីហើយចាស់តែងតែនិយាយបន្ថែមទៀតថាលៀបសំណាងធំបំផុតមិនមែនជាទ្រព្យសម្បត្តិទេគឺការមានចិត្តដែលមិនបង្កទុក្ខដល់អ្នកដទៃព្រោះនៅលើឋានមនុស្សលោកនេះទេវតាអាចមើលថែយើងបានប៉ុន្តែសិលធម៌គឺជាខែលដែលយើងត្រូវកាន់ដោយខ្លួនឯងហើយសច្ចធម៌ដែលលាក់នៅពីក្រោយសំណាញ់អន្តកាលគឺអ្នកដែលព្យាយាមស្វែងរកថាខ្លួនឯងជាមនុស្សពិសេសប៉ុណ្ណាអាចនឹងភ្លេចសួរខ្លួនឯងថាតើខ្លួនឯងកំពុងធ្វើអ្វីដែលមានប្រយោជន៍ដល់អ្នកដទៃហើយឬនៅមនុស្សលោកមិនត្រូវការខ្លាយជាតួឯកក្នុងផ្នែករបស់គ្រូកំណើតទេគ្រាន់តែកុំខ្លាយជាហេតុនៃទុក្ខរបស់អ្នកដទៃក៏ជាពន្លឺមួយសម្រាប់លោកហើយរឿងគ្រូកំណើតដែលជាអាណាព្យាបាលរបស់មនុស្សលោកនេះក៏សូមចាប់ដេកបរិបូរណ៍បើសិនជាអស់លោកអ្នកពេញចិត្តនៅសាច់រឿងនេះក៏សូមជួយ like ជួយ share និងចុច subscribe នៅលើ channel របស់ខ្ញុំដើម្បីទទួលបាននូវចំណេះដឹងនិងសច្ចធម៌ដ៏អាថ៌កំបាំងនៅក្នុងវីដេអូក្រោយៗ